ការព្រួយបារម្ភខ្វល់ខ្វាយមានច្រើនប្រភពប៉ុន្តែរឿងធំបំផុតមួយគឺទម្លាប់របស់យើងក្នុងការមើលទៅខាងក្រោយយើងរំលឹកឡើងវិញម្ដងហើយម្ដងទៀតនៅកំហុសអតីតកាលរំលឹកគ្រាដ៏ឈឺចាប់និងការសោកស្ដាយហើយអនុញ្ញាតឲ្យវាមកគ្របសង្កត់លើថ្ងៃនេះវាហាក់ដូចជាការគិតខ្វល់ខ្វាយរបស់យើងអាចផ្លាស់ប្ដូរអ្វីៗដែលកើតឡើងបានប៉ុន្តែក្នុងមេរៀននេះដែល Carnegie ផ្ដល់ឲ្យយើងនូវរូបភាពច្បាស់លាស់បំផុតមួយដើម្បីបញ្ចប់វដ្តនៃការខ្វល់ខ្វាយនេះគឺកុំព្យាយាមផ្លាស់ប្ដូរអតីតកាលសាឡបងគិតពីទឹកដោះគោដែលកំពប់នៅលើដីវាបានកំពប់រួចទៅហើយទោះជាព្យាយាមប៉ុណ្ណាក៏យើងមិនអាចយកវាមកវិញបានដែរទឹកដោះគោដែលបានកំពប់ប្រៀបដូចជាអតីតកាលដែលបានកន្លងហួសទៅហើយការដែលយើងនឹកស្ដាយខ្វល់ខ្វាយមិនបានធ្វើឲ្យទឹកដោះគោនោះត្រឡប់មកវិញបានទេការព្រួយបារម្ភការសោកស្ដាយការខ្វល់ខ្វាយមិនអាចផ្លាស់ប្ដូរអ្វីៗដែលបានកើតឡើងរួចទៅហើយនោះបានទេអ្វីដែលយើងបាននិយាយអ្វីដែលយើងបានធ្វើឱកាសដែលយើងខកខានវាបានបាត់អស់ទៅហើយការគិតត្រឡប់ទៅខាងក្រោយមិនបានជួយអ្វីក្រៅតែពីការបន្ថែមទម្ងន់ប៉ុណ្ណោះអ្វីដែលយើងអាចធ្វើបានអំណាចដែលយើងអាចគ្រប់គ្រងបានមានតែមួយគត់គឺនៅថ្ងៃនេះគឺការសម្រេចចិត្តទៅលើរឿងដែលកើតឡើងក្នុងពេលនេះគ្រោះថ្នាក់នៃការគិតពីអតីតកាលបានប្លន់យើងពីរដងទី1អន្ទាក់នៅក្នុងវដ្តនៃការខំប្រឹងប្រែងដែលគ្មានប្រយោជន៍ឆ្លងកាត់ការគិតដដែលម្ដងហើយម្ដងទៀតដោយគ្មានដំណោះស្រាយទី2វាលួចថាមពលរបស់យើងដែលប្រើដើម្បីកែលម្អក្នុងបច្ចុប្បន្នជំនួសឲ្យការកសាងឱកាសថ្មីយើងនៅតែជាប់គាំងក្នុងការគិតឡើងវិញនៅបរាជ័យចាស់ដំបូន្មានរបស់ Carnegie មិនមែនឲ្យយើងប្រងើយកន្តើយនឹងអតីតកាលទាំងស្រុងនោះទេអតីតកាលដែលមានតម្លៃគឺជាអតីតកាលដែលយើងអាចរៀនសូត្រនៅអ្វីមួយបានកំហុសអាចដឹកនាំយើងឆ្ពោះទៅរកការសម្រេចចិត្តកាន់តែប្រសើរនាពេលអនាគតការសោកស្ដាយអាចរំលឹកយើងពីអ្វីដែលពិតជាសំខាន់គោលបំណងនៃអតីតកាលគឺស្វែងរកគុណតម្លៃនៃមេរៀនដែលយើងអាចយកមកប្រើការបានក្នុងពេលបច្ចុប្បន្នមិនមែនស្ពាយវាមកតាមខ្លួនទាំងស្រុងនោះទេមេរៀននេះក៏បានរំលឹកយើងផងដែរពីការអភ័យទោសជាពិសេសគឺការអភ័យទោសឲ្យខ្លួនឯងមនុស្សជាច្រើនមិនអាចចោលអតីតកាលបានដោយបន្តដាក់ទណ្ឌកម្មខ្លួនឯងចំពោះអ្វីដែលបានធ្វើឬមិនបានធ្វើប៉ុន្តែទោះជាដាក់ទោសខ្លួនឯងមិនចេះចប់យ៉ាងណាក៏វានៅតែមិនអាចលុបចោលកំហុសទាំងអស់នោះបានវាបានត្រឹមតែធ្វើឲ្យយើងជាប់គាំងនិងមិនអាចលូតលាស់ទៅមុខបានប៉ុណ្ណោះការបោះបង់មិនមែនមានន័យថាបំភ្លេចឬធ្វើពុតជាមិនបានកើតឡើងនោះទេវាមានន័យថាលែងបន្តរស់នៅក្នុងរណ្ដៅនៃអតីតកាលទាំងអស់នោះទៀតនៅពេលដែលយើងទម្លាក់ចុះយើងបានដោះលែងខ្លួនឯងដើម្បីរស់នៅឲ្យបានពេញលេញក្នុងបច្ចុប្បន្នយើងអាចផ្ដល់ថាមពលចំពោះអ្វីដែលត្រឹមត្រូវនៅចំពោះមុខមិនថាជាមនុស្សសំខាន់ចំពោះយើងឬគោលដៅរបស់យើងការផ្លាស់ប្ដូរដែលយើងអាចធ្វើបានគឺឥឡូវនេះហើយពេលដែលយើងធ្វើបែបនេះក្តីបារម្ភនឹងបាត់បង់កម្លាំងរបស់វាមេរៀននេះគឺសាមញ្ញប៉ុន្តែវាមានអានុភាពកុំខ្ជះខ្ជាយជីវិតរបស់យើងដោយព្យាយាមចង់បានទឹកដោះគោដែលកំពប់អតីតកាលបានបញ្ចប់ទៅហើយចូលរៀនសូត្រពីវាហើយបន្តមកដាក់ថាមពលរបស់យើងនៅក្នុងថ្ងៃនេះពីព្រោះថ្ងៃនេះគឺជាកន្លែងតែមួយគត់ដែលយើងអាចធ្វើឲ្យមានការផ្លាស់ប្ដូរអរគុណសម្រាប់ការចូលរួមស្ដាប់នៅថ្ងៃនេះនៅអេពីសូតក្រោយខ្ញុំនឹងបញ្ចប់ការបំបែកខ្លឹមសារមេរៀនពីសៀវភៅ How to Stop Worrying and Start Living កុំភ្លេចរងចាំតាមដានទាំងអស់គ្នា